នេះជជែកគ្នាដោយផ្ទាល់បើទោះបីជាមិនចៃដន្យបើទោះបីជាមានការជំរុញមានការលើកទឹកចិត្តពីភាគីណាក៏ដោយប៉ុន្តែយ៉ាងហោចណាស់ក៏ជំនុំនេះបានកើតឡើងក៏ដូចជាអ្វីដែលកម្ពុជាតែងតែចង់បានគឺថាការជួបចរចាគ្នាដោយផ្ទាល់ដើម្បីដោះស្រាយបញ្ហាដែលកំពុងតែកើតឡើងតើជំនុំនេះលោកប៉ាស្ទីមើលឃើញថាជាសញ្ញាវិជ្ជមានណាមួយនៃការឈានទៅរកការចរចាការដោះស្រាយបញ្ហានៃការឈានពៀនរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជាដែរឬទេបាទបាទសូមអរគុណចំណុចសំខាន់មួយនេះខ្ញុំអាចលើកបានថាក្រោយអំពីជំនួបរវាងអាដាមរដ្ឋមន្ត្រីការបរទេសទាំងពីរប្រទេសហើយអញ្ចឹងឃើញថាពីភាគីថៃចេញនៅសារចេញនៅព័ត៌មានផ្សេងក្រោមរូបភាពនៃការដាក់សម្ពាធមកលើកម្ពុជាបាទដាក់សម្ពាធយ៉ាងម៉េចគឺសូមឲ្យកម្ពុជាជៀសវាងនៅព័ត៌មានដែលចោទប្រកាន់ថៃដែលធ្វើឲ្យប៉ះពាល់ទៅដល់ការងារព្រំដែនរវាងប្រទេសទាំងពីរឬក៏តែអត់ហ៊ាននិយាយថាការងារ JBC ទេបាទអញ្ចឹងយើងត្រូវចាប់ចំណុចថៃឲ្យបាននៅស្របពេលដែលខ្លួនឯងកំពុងតែការកាប់ទឹកដីកម្ពុជានៅខុសច្បាប់បាទប្រមាណទីតាំងយើងដឹងហើយបាទព្រំបទល់ដែន800គីឡូម៉ែត្រជាងហ្នឹងបាទគឺថៃកាន់កាប់រំលោភស្ទើរតែគ្រប់ទីតាំងទាំងអស់ហើយបែរជាដាក់សម្ពាធមកកម្ពុជាកុំឲ្យតវ៉ាក្នុងរូបភាពបែបហ្នឹងដើម្បីកុំឲ្យអន្តរជាតិមើលឃើញថាថៃកំពុងតែឈ្លានពានកម្ពុជាបាទគឺក្នុងរូបភាពបែបហ្នឹងនៅពេលដែលយើងតាមដានមើលមុជឲ្យជ្រៅទៅឲ្យឆ្ងាយឲ្យឃើញពីចេតនាពិតប្រាកដរបស់ថៃនៅពេលនេះគឺក្រោមរូបភាពបែបនេះមានន័យថាថៃឈ្លានពានកម្ពុជាហើយគ្រប់គ្រងទឹកដីកម្ពុជាមួយចំនួនដែលខុសច្បាប់ហើយនឹងព្យាយាមបិទមាត់កម្ពុជាកុំឲ្យនិយាយបញ្ហាហ្នឹងតវ៉ាបញ្ហាហ្នឹងទៅអន្តរជាតិប្រកបណាស់ចំណុចគឺនៅត្រង់ហ្នឹងហេតុអីបានជាមិនរំលេចអំពីការបរិច្ឆេទឆ្លើយតបទៅនឹងការបរិច្ឆេទដែលកម្ពុជាបានអញ្ជើញជាផ្លូវការឲ្យចូលរួមកិច្ចចរចាទ្វេភាគីដោះស្រាយបញ្ហាព្រំប្រទល់ដែនតាមយន្តការ JBC ដែលថៃចង់បានជាយូរមកហើយនោះបាទហេតុអីក៏មិនរំលេចលោកស៊ីហាស័កប៉ុងគៀតកែវហ្នឹងបាទមើលចេតនាស៊ីហាស័កប៉ុងគៀតកែវថៃនេះឲ្យច្បាស់កន្លែងនេះបាទយ៉ាងហោចណាស់ក៏រំលេចអំពីថាអាចនៅក្នុងខែនេះសប្តាហ៍នេះនៃខែឧសភាឧទាហរណ៍នឹងត្រូវរៀបចំកិច្ចប្រជុំឬក៏លទ្ធភាពនៃការចូលរួមកិច្ចប្រជុំទ្វេភាគី JBC ដើម្បីដោះស្រាយបញ្ហាកម្ពុជាថៃព្រំប្រទល់ដែនហ្នឹងឲ្យបានច្បាស់លាស់ឲ្យបានដាច់ស្រេចយោងទៅតាមសន្ធិសញ្ញាបារាំងសៀម MOU ឆ្នាំ2000ក៏ដូចជាធម្មនុញ្ញអាស៊ានធម្មនុញ្ញអង្គការសហប្រជាជាតិដែលថៃខ្លួនឯងថ្មីនេះពេលដែលកម្ពុជាបានដាក់កំណត់ទូតតវ៉ាឡើងក៏ក្រៅឆាកអន្តរជាតិជាង700កំណត់ទូតហើយបែរជាលេចចេញថាកម្ពុជានឹងទៅលួចទង់ជាតិក្នុងទឹកដីវាឃើញវាលុបបាទនឹងលុបទី1លុបទី2ពេលដែលលុបអាហ្នឹងសាបគេអត់ជឿហើយចេញ MOU 2001ដែនសមុទ្រឯណាឆ្កុយទៀតបាទហើយចាប់វាឲ្យចប់បាទរាប់សិបទីតាំងកំពុងកាត់កាប់ខុសច្បាប់ដែលកំពុងក្រៅលើឆាកអន្តរជាតិតាមរយៈកណ្ដាលទូតប្តឹងចំទាស់តវ៉ាបដិសេធនៃការកាត់កាប់ដោយខុសច្បាប់ពីសម្រាប់ប្រទេសថៃមកលើអធិបតេយ្យភាពកម្ពុជាបែរជារុញទៅបាត់ទង់ជាតិសាបអស់រុញទៅ2001នេះគ្រាន់តែជាកិច្ចព្រមព្រៀងដើម្បីវិនិយោគរួមគ្នាទៅលើ OCA ដែរ Overlap Claim Area បាទមិនជាកិច្ចព្រមព្រៀងកំណត់ព្រំដែនសមុទ្រអន្តរជាតិណាហើយក៏អត់មានវិវាទទៅទៀតអត់មានចំណុចវិវាទទេអានោះកិច្ចព្រមព្រៀងឯកភាពគ្នាអត់មានចំនួនខាងនេះរបស់ថៃខាងនោះរបស់កម្ពុជាណាកិច្ចព្រមព្រៀងអភិវឌ្ឍសេដ្ឋកិច្ចសុទ្ធសាធនៅក្នុងដែនសមុទ្រត្រួតស៊ីគ្នា
បាទ បាទនេះអារឿងធំនេះដែលអធិបតេយ្យនេះគេវាទាញទៅក្នុងហ្នឹងបាទអញ្ចឹងយើងចាប់ចេតនាវាច្បាស់ហើយក៏ត្រូវតែបង្ហាញឲ្យពិភពលោកឃើញថាថៃស្របពេលដែលកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់កំពុងតែព្យាយាមគេចវេះពីយន្តការ JBC ជាមួយកម្ពុជាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិបែរជាព្យាយាមយកលេសពីមួយទៅមួយបាទដើម្បីគេចវេះអំពីការទទួលខុសត្រូវការដកកុងតឺន័រទៅវិញការដកបន្លាលួសទៅវិញការកាត់បន្ថយឬក៏ឈប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធយោធាទាំងស៊ីវិលនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាដែលខុសច្បាប់កន្លែងនេះពេលដែលខ្ញុំនៅក្រៅប្រទេសខ្ញុំជាមួយសហគមន៍អន្តរជាតិជាពិសេសជាមួយក្រុមអ្នកច្បាប់ប្រចាំតំបន់ Pacific ហើយនិងក្រុមអ្នកច្បាប់នៅ UN ហើយក្រុមរបស់ខ្ញុំក្រុមច្បាប់សមុទ្រនៅ UN ក៏មានដែរបាទសិតតែរក្សាទំនាក់ទំនងគ្នាទាំងអស់ខ្ញុំបានបញ្យល់គេថារឿងសាមញ្ញមើលអ្នកណាឆ្លៀនពេលអ្នកណាទី1ថៃប្រើប្រាស់ផែនទីគូសជាឯកតោភាគីហើយវាយយកចូលមកក្នុងទឹកដីកម្ពុជាហើយដោយសម្ដេចធិបតីលើកនៅក្នុងកិច្ចសភាអន្តរជាតិមួយបាទមិនត្រឹមតែវាយយកទៅតាមផែនទីដែលគូសឯកតោភាគីវាយចូលលឹះនឹងទៀតបាទកន្លែងនេះដែលថៃវាអាម៉ាស់បំផុតខ្មាស់អៀនរោពាក្យពេចអីមកការពេលខ្លួនអត់បានដែរបាទអញ្ចឹងអន្តរជាតិគេច្បាស់ហ្មងឥឡូវ keyword តែមួយហ្នឹងគូសផែនទីជាឯកតោភាគីហើយវាយយកគូសវាយយកតើថៃហ្នឹងជាអដិញហ៊ីតលែរទី2នៅក្នុងអាស៊ានឬបាទមកដល់ឆ្នាំ2026ទៅហើយបែរជាមានប្រទេសនៅក្នុងអាស៊ានគូសផែនទីជាឯកតោភាគីហើយវាយយកគូសវាយយកតើប្រទេសណានៅក្នុងអាស៊ានហ្នឹងដែលគ្រប់គ្រងតើប្រទេសណានៅក្នុងពិភពលោកហ្នឹងនៃ193-94ប្រទេសលើលោកហ្នឹងទទួលយកគូសផែនទីជាឯកតោភាគីអញ្ចឹងបានខ្ញុំលើកមុនហ្នឹងថាកិច្ចសភាមុនថាបើធ្វើបែបនេះមិនមែនតែសត្វចម្លែកនៅក្នុងអាស៊ានបាទមានតែសត្វទេដែលអត់ទទួលយកច្បាប់អន្តរជាតិដែលបំពានច្បាប់ដែលមិនគោរពច្បាប់ប៉ុន្តែមកដល់ពេលនេះខាងអន្តរជាតិខាងក្រៅប្រទេសមើលឃើញច្បាស់ហើយថាថៃហ្នឹងគឺឆ្លៀនពៀនកម្ពុជាយ៉ាងពិតប្រាកដមែនប្រកបណាស់ចំណុចមួយនេះគឺចំណុចដែលសាមញ្ញ simple បំផុតដែលទាំងក្រុមអ្នកច្បាប់អន្តរជាតិប្រចាំអាស៊ីប៉ាស៊ីហ្វិកដែលពេលនោះខ្ញុំក៏ទៅបាងកកទៅបណ្ដោះបណ្ដាលច្បាប់អន្តរជាតិនៅបាងកក2019បាទយើងមានក្រុមរបស់យើងក្រុមអ្នកច្បាប់អន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកហើយ2018ខ្ញុំទៅ UN រឿងច្បាប់អន្តរជាតិជាពិសេសច្បាប់សមុទ្រផងដែរនិងអភិបាលកិច្ចសកលយើងមានក្រុមច្បាប់អន្តរជាតិរបស់យើងបាទអញ្ចឹងខ្ញុំប្រាប់គេតែប៉ុណ្្នឹងគ្រាន់តែមកចំណុចផងអត់តន់លើករឿង S16 Gripen ផងបាទហើយថៃដែលលើកថាមេត្រា51វាយកម្ពុជាផ្អែកលើមេត្រា51ហ្នឹងក្រុមអ្នកច្បាប់អន្តរជាតិខ្ញុំហួសចិត្តបាទមិនលើកមេត្រា51ទៅការពេលខ្លួននេះលើកមេត្រា51ហ្នឹងបញ្ជាក់ថាខ្លួនឯងរំលោភមេត្រា51ហ្នឹងនៃធម្មនុញ្ញ UN ហ្នឹងតែម្ដងដោយសារមេត្រា51វាយបានប្រើប្រាស់បានលុះត្រាតែ authorized by UNSC UNSC បាន authorized ឲ្យថៃវាយកម្ពុជាទេលើកមកគឺសម្លាប់ខ្លួនឯងវិញប៉ុន្តែថៃយកលេសហើយចាប់កាន់ថាការបើកការវិភាគជើងពីកម្ពុជាដោយសារបញ្ហាមីនទី1ទី2បញ្ហាសំខាន់ដែរដែលយើងដឹងគ្រប់គ្នាគឺចោតកម្ពុជាជាមជ្ឈមណ្ឌល scam online តើអន្តរជាតិខាងក្រៅហ្នឹងគេជឿថៃទេគេមើលឃើញយ៉ាងម៉េចចំពោះបញ្ហាហ្នឹងបាទកន្លែងនេះក៏ខ្ញុំបានទៅជែកមួយក្រុមអ្នកច្បាប់អន្តរជាតិខ្ញុំដែរគេមើលឃើញថាក៏ដូចជាខ្ញុំបានបញ្យល់គេថាមីនគឺនៅក្នុងទឹកដីកម្ពុជាតាំងពីចំនួនសង្គ្រាមស៊ីវិលមកបាទតាំងពីឆ្នាំ8ជាង9បាទ7ជាងបាទរហូតមកដល់សម័យអន្តៈឆ្នាំ93មកបានយើងស្បើយបាទប៉ុន្តែមីននៅសល់ពេញដីបាទគឺពិភពលោកគេដឹងយ៉ាងសាមញ្ញមីនលើទឹកដីកម្ពុជាអញ្ចឹងរាល់មួយករណីនៃការផ្ទុះមីនមានន័យថាស្មើនឹងមួយករណីនៃថៃឆ្លៀនពៀនចូលទឹកដីកម្ពុជាផ្ទុះមីនមួយករណីស្មើនឹងឆ្លៀនពៀនមួយករណីនេះខ្ញុំបញ្យល់ទៅអ្នកច្បាប់អន្តរជាតិបាទព្រោះមីននៅក្នុងទឹកដីកម្ពុជាបាទបើអ្នកឯងមានចិត្តស្មោះត្រង់
ក្នុងនាមជាអ្នកចិត្តខាងល្អហេតុអីមិនជជែកមកឥឡូវយើងជជែកគ្នាមើលតោះរបស់ព្រំដែនខាងណារបស់កម្ពុជាខាងណារបស់ថៃយកអនុស្សាវរណៈការយោគយល់ឆ្នាំ2000យើងមករឿង simple សាមញ្ញប៉ុន្តែគឺជាចេតនាផ្ទៃក្នុងវាសុទ្ធសាធហើយកេងចំណេញ de facto ជាពិសេសគឺចេតនាឈ្លានពានកម្ពុជាច្បាស់កន្លែងតែម្ដងបាទអញ្ចឹងអ្នកច្បាប់អន្តរជាតិគេមកគឺគេរកចំណុចវិវាទឃើញគេដឹងចេតនាថៃពិតប្រាកដតែម្ដងបាទគឺអត់មានអ្វីដែលត្រូវទៅផ្ទុះសង្គ្រាមសូម្បីតែលើកទី1លើកទី2អត់មានប៉ុន្តែដល់គេកលីមកឃើញមកខាងកម្ពុជាគឺអត់មានបញ្ហាផ្ទៃក្នុងនយោបាយទេដល់កលេចឃើញថៃនាយករដ្ឋមន្ត្រីដូរប្រមាណដងហើយរដ្ឋបហាប្រមាណដងហើយ20ឆ្នាំចុងក្រោយហ្នឹងបាទអន្តរជាតិគេដឹងទាំងអស់បាទលាក់គេអត់ចិត្តទេគ្រាន់តែថាអ្នកខ្លះគេនិយាយអ្នកខ្លះគេមិននិយាយប៉ុន្តែលាក់គេអត់ចិត្តទេសិតតែបញ្ញវន្តសិតតែអ្នកចេះដឹងសិតតែអ្នកវិភាគវេតម្លៃមិនងាយទទួលយកព័ត៌មានមកខាងហើយវេតម្លៃទេបាទគេត្រូវមើលទៀតតើកម្ពុជាអាចទៅរួចអត់17លានអ្នកជាមួយ70លានអ្នកជាងបាទអញ្ចឹងអន្តរជាតិគេមើលមកគឺបើនិយាយឲ្យខ្លីគឺថាការចោទប្រកាន់មកលើកម្ពុជាថាឈ្លានពានទឹកដីថៃកាន់តែយូរថៃកាន់តែអស់តម្លៃនៅលើឆាកអន្តរជាតិថៃកាន់តែបាត់បង់នៅទំនុកចិត្តនៅលើឆាកអន្តរជាតិហើយលើកMOU 2001នេះមកទៀតរឹតតែធ្វើឲ្យថៃនឹងបាត់បង់